បងប្អូនអរគ្នាសាទមែនតើខ្ញុំចូលមកយល់ទៅកលេចមកផ្លែតមកចាប់អារម្មណ៍តែម្ដងបងប្អូនអរគ្នាគឺរស់រវើកមែនតើហ្មងបងប្អូនអរគ្នារស់រវើកមើលទៅខ្ញុំដើរតាមតំបន់ប្រាសាទយូរហើយបងប្អូនអរគ្នាខ្ញុំអត់ចាប់អារម្មណ៍អាលីងតែម្ដងលេផ្ទះចម្លាក់អប្សរាខ្ញុំគិតថាផ្ទាំងចម្លាក់អប្សរាមានតែក្បាច់រាំក្បាច់អីក្បាច់រាំមកថារាំកាន់ផ្កាឬក៏កាន់ផ្កាឈូកអ្វីអញ្ចឹងណាបងប្អូនអរគ្នាប៉ុន្តែជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបានមកដល់នៅវត្តនង្គរបាទជ័យនង្គរបាទជ័យហើយដែលពុកម៉ែបងប្អូនយើងភាគច្រើនតែងតែហៅកាត់ថាវត្តនង្គរពុកម៉ែបងប្អូនអរគ្នាហើយទស្សនវិជ្ជានៅខាងក្រោយខ្នងខ្ញុំនេះគឺជានង្គរបាទជ័យដោយសាងសង់ឡើងស្នាដៃដែលជាអ្នកសាងសង់ឡើងគឺព្រះបាទជ័យវរ្ម័នទី7ហើយគាត់នៅខ្ញុំសួរចាស់ព្រឹទ្ធាចារ្យនៅតំបន់នេះគាត់លឺតគ្នាបាទថាចាស់ព្រឹទ្ធាចារ្យតគ្នាដំណើរមកទេថាប្រាសាទនង្គរបាទជ័យនេះអាយុកាលបងប្រាសាទអង្គរវត្តទៅទៀតបងប្អូនអរគ្នាហើយនៅកន្លែងវិហារគឺមានផ្ទាំងសិលាចារឹកដែលឆ្លាក់ដោយដូនតាបុព្វបុរសរបស់ខ្មែរយើងហើយខ្ញុំអត់ទាន់ដឹងថាអក្សរហ្នឹងគាត់សរសេរបែបម៉េចទេបងប្អូនអរគ្នាតោះឥឡូវយើងកុំឲ្យខាតពេលវេលាយូរយើងទស្សនាតាមប្រាង្គប្រាសាទជាមួយនឹងខ្ញុំទាំងអស់គ្នាពិតជាស្រស់ស្អាតមែនតើដូចប្រាសាទអង្គរវត្តទេបងប្អូនអរគ្នាដូចប្រាសាទអង្គរវត្តទេដូចមែនតើចឹងហើយបានពុកម៉ែបងប្អូនយើងភាគច្រើនក៏តែងតែហៅគាត់ថាវត្តប្រាសាទបងប្អូនអរគ្នាតែពិតឈ្មោះពេញវត្តនង្គរបាទជ័យហើយនេះប្រាសាទមិនមែនវត្តណាបងប្អូនអរគ្នានេះគឺប្រាសាទទេប្រាសាទនង្គរបាទជ័យប្រាសាទនង្គរបាទជ័យយើងឲ្យចូលទៅក្នុងបានចូលទៅវត្តនោះវិហារនៅខាងក្រោយបងប្អូនអរគ្នាខាងក្រោយប្រាសាទហើយនោះគឺទីធ្លាវត្តដែរវត្តនង្គរបាទជ័យក្រៅវត្តនង្គរបាទជ័យក្រៅហ្នឹងហើយបងប្អូនអរគ្នាដល់ហើយយើងចូលទៅតាមច្រកនោះខាងកន្លែងវិហារខាងក្នុងនោះគឺវត្តនង្គរបាទជ័យក្នុងបងប្អូនអរគ្នាតោះឥឡូវកុំឲ្យខាតពេលវេលាយូរទៅទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាតាមប្រាង្គប្រាសាទគាត់ឲ្យខ្ញុំជិះចូលមកបងប្អូនអរគ្នាជិះចូលមកកលេចមកផ្លែតដោយប្រាសាទអង្គរវត្តចឹងបងប្អូនអរគ្នាដូចមែនតើគាត់ថាប្រាសាទនគរបាទជ័យនេះតូចជាប្រាសាទអង្គរវត្តតែគាត់ណាចាស់ព្រឹទ្ធាចារ្យគាត់តែងតែនិយាយតគ្នាថាហើយអត់ដឹងថាព័ត៌មានច្បាស់លាស់ទេបងប្អូនអរគ្នាគាត់នៅដឹងថាចាស់ព្រឹទ្ធាចារ្យគាត់និយាយតគ្នាថាប្រាសាទនគរបាទជ័យនេះអាយុកាលបងប្រាសាទអង្គរវត្តទៀតកសាងមុនប្រាសាទអង្គរវត្តទៀតបងប្អូនអរគ្នាហើយនេះគឺជាផ្ទាំងចម្លាក់ស្រស់ស្អាតមែនតើបងប្អូនអរគ្នាស្រស់ស្អាតមែនតើហើយមានអ្នកណាគេផាត់ការ៉ែមផាត់ឲ្យទៀតបើទុកធម្មតាទៅថៃគេផាត់ការ៉ែមផាត់ឲ្យទៀតបងប្អូនអរគ្នាហើយនេះសក់របស់គាត់ហើយនេះទាំងចម្លាក់សុទ្ធតែដូចគ្នាទាំងអស់តើបងប្អូនអរគ្នាក្បាច់រចនាដូចគ្នាទាំងអស់តើម៉ូដតែមួយឆ្លាក់ជាប់នឹងផ្ទាំងថ្មភក់បងប្អូនអរគ្នាថ្មភក់តាមប្រាង្គប្រាសាទវាច្រើនគឺសាងសង់ឡើងដោយបានថាដោយប្រើថ្មភក់តែម្ដងសុទ្ធសឹងតែ 100% តែម្ដងបើសិនជារបង
พิจารณาคือថ្មបាយក្រៀមបងប្អូនអរគ្នាពិចារគឺថ្មបាយក្រៀមតែម្ដងរបងព្រោះប្រហែលជាថ្មបាយក្រៀមរឹងជាងឬមួយក៏យ៉ាងណាទេបងប្អូនអរគ្នាអត់ដឹងថាបុព្វបុរសយើងប្រហែលជាថ្មបាយក្រៀមរឹងជាងហើយបានបុព្វបុរសរបស់ខ្មែរយើងគាត់យកថ្មបាយក្រៀមយកធ្វើរបងហើយថ្មភក់នេះធ្វើប្រាសាទខ្ញុំដើរតាមតំបន់ប្រាសាទយូរហើយបងប្អូនអរគ្នាខ្ញុំអត់ចាប់អារម្មណ៍អាលីងតែម្ដងលេផ្ទាំងចម្លាក់អប្សរាខ្ញុំគិតថាផ្ទាំងចម្លាក់អប្សរាមានតែក្បាច់រាំក្បាច់អីក្បាច់រាំមកថារាំកាន់ផ្កាឬក៏កាន់ផ្កាឈូកអ្វីអញ្ចឹងណាបងប្អូនអរគ្នាប៉ុន្តែផ្ទាំងចម្លាក់ខ្ញុំចាប់អារម្មណ៍ខ្ញុំដើរមកកន្លែងចំហៀងប្រាសាទនគរបាជ័យច្រកចូលនៅខាងស្ដាំដៃខ្ញុំចាប់អារម្មណ៍ពីររូបពីផ្ទាំងចម្លាក់បងប្អូនអរគ្នាចាប់អារម្មណ៍ជាងគេតែម្ដងទី1ផ្ទាំងចម្លាក់នេះផ្ទាំងចម្លាក់នេះហើយខ្ញុំអត់ដឹងថាផ្ទាំងចម្លាក់នេះផ្ទាំងចម្លាក់អប្សរាដែរឬមួយក៏យ៉ាងណាទេអត់មានមកុដអត់មានអីចឹងណាបងប្អូនអរគ្នានេះផ្ទាំងចម្លាក់អប្សរាគឺមានមកុដមានអីចឹងណាហើយនេះខ្ញុំអត់ដឹងថាផ្ទាំងចម្លាក់អ្វីទេហើយបើសិនជាពុកម៉ែបងប្អូនដឹងសូមកុំភ្លេចខមមិនប្រាប់ខ្ញុំនៅខាងក្រោមវីដេអូម្នាក់មួយផងហើយនេះផ្ទាំងចម្លាក់ដែលឆ្លាក់ជាប់នៅជញ្ជាំងប្រាសាទគឺក្បាច់រំដៃដាក់ដៃដូចគ្នាទាំងអស់ដូចគ្នាប៉ុន្តែនេះដៃនេះគឺមានកាន់អ្វីមួយហើយខ្ញុំអត់ដឹងថាកាន់អ្វីទេពុកម៉ែបងប្អូនអរគ្នាអត់ដឹងថាកាន់ផ្លិតឬក៏ឬមួយក៏កាន់ស្ករគ្រាប់ទេណាបងប្អូនអរគ្នាឬក៏កាន់អ្វីមួយអញ្ចឹងពុកម៉ែបងប្អូនដឹងកុំភ្លេចខមមិនប្រាប់ខ្ញុំម្នាក់មួយផងហើយផ្ទាំងចម្លាក់មួយទៀតបងប្អូនអរគ្នាផ្ទាំងចម្លាក់មួយទៀតមួយនេះបងប្អូនអរគ្នាដាក់ដៃចឹងដូចគ្នាទាំងអស់ដៃដូចគ្នាទាំងអស់បងប្អូនដៃដូចគ្នាទាំងអស់ហើយក្បាច់ដៃលើកឡើងលើដែរប៉ុន្តែមានត្រស័ព្ទបងប្អូនអរគ្នាត្រស័ព្ទខ្ញុំអត់ដឹងថាសัตว์អ្វីទេបងប្អូនអរគ្នាឃើញតម្រង់សัตว์តែម្ដងនេះតម្រង់សัตว์ខ្ញុំចាប់អារម្មណ៍រូបពីរហ្នឹងខ្ញុំសម្លឹងមើលទៀតតម្រាំតែសម្លឹងមើលបានថាដឹងតែជាសัตว์ណាបងប្អូនអរគ្នាបើសិនជាពុកម៉ែបងប្អូនយើងសម្លឹងមើលមកផ្លែតស្មានតែកាន់ផ្កាកាន់អ្វីមួយហើយប៉ុន្តែរូបចម្លាក់ហ្នឹងខ្ញុំសម្លឹងមើលយូរបានដឹងថាសัตว์ប៉ុន្តែផ្ទាំងចម្លាក់នេះផ្ទាំងចម្លាក់ខ្ញុំសម្លឹងមើលមកផ្លែតអត់ដឹងថាកាន់អ្វីទេសម្លឹងមើលយូរយ៉ាងណាក៏អត់ដឹងថាកាន់អ្វីដែរបើពុកម៉ែបងប្អូនបើដឹងកុំភ្លេចខមមិនប្រាប់ខ្ញុំនៅខាងក្រោមវីដេអូផងតោះឥឡូវយើងផ្ទាំងចម្លាក់2 4ផ្ទាំងចម្លាក់4 5ផ្ទាំងគឺកែបកាបានថាក្បាច់ដូចគ្នាទាំងអស់តែម្ដងហើយមានតែផ្ទាំងចម្លាក់2ទេដែលខុសគេបងប្អូនអរគ្នាហើយនោះគឺជាក្បាច់រចនាដែលជាប់តាមជញ្ជាំងប្រាសាទហើយក្បាច់នេះផងដែរគឺនៅតាមហូរផាមួងគឺយកចេញយកក្បាច់នេះក្បាច់តាមជញ្ជាំងប្រាសាទយកមកធ្វើក្បាច់តាមបានថាគេហៅថាប៉ជាប់នឹងហូរផាមួងរបស់ខ្មែរយើងទាំងអស់តែម្ដងក្បាច់គឺយកក្បាច់អ្វីក៏ដោយឲ្យតែមិនថាជាប់នឹងខោអាវមិនថាជាប់នឹងហូរផាមួងគឺយកមកបានថាយកពីជញ្ជាំងប្រាសាទទាំងអស់តែម្ដងបងប្អូនអរគ្នាតែឥឡូវយើងកុំឲ្យខាតពេលវេលាយូរយើងនឹងចូលទៅទស្សនានៅខាងក្នុងប្រាសាទនគរបាជ័យទាំងអស់គ្នាហើយនៅដូចខ្ញុំបញ្ជាក់នៅលើនៅវីដេអូមុនអញ្ចឹងនៅវីដេអូខាងលើអញ្ចឹងមានផ្ទាំងខ្លះបានថាសរសេរអក្សរសាំងសង្ស្ក្រឹតដែលគេហៅថាអក្សរបាលីដែលជាប់ផ្ទាំងថ្ម2ផ្ទាំងថ្មនៅខាងវិហារមួយហើយនៅកន្លែងព្រះពុទ្ធរូបមួយទៀតបងប្អូនគ្នាតោះមកខាតពេលវេលាយូរយើងចូលទៅទស្សនាទាំងអស់គ្នាបាននិយាយអំពីប្រាសាទនគរបាជ័យដែលមានអាយុកាលដ៏វែងចំណាស់មួយនេះផងដែរខ្ញុំក៏លេចមើលពីខាងក្រៅមកហាក់បីដូចជាទូចមែនតើបងប្អូនអរគ្នាក៏ប៉ុន្តែពេលចូលទៅដល់ក្នុងប្រាសាទគឺធំគួរសមដែរមិនមែនដូចការគិតដែលយើងឈរមើលនៅខាងក្រៅទេ
mà thom mà là món cua xòm đấy rồi prasat nông cô bà chạy ní phong đấy cứ miền vì hia nâu trong cần đa prasat tèm đòn hỏi ní cứ chụp tiền mỏ đài bộ bẹo bờ rọ bọc mài dương sơ xe so bà lây sang sự kiện đợt bạch bòn ní phong đấy cứ thọt chầm lon so bà lây sang sự kiện ní đầm bay bọ prai tha ta so bà lây sang sự kiện đầy chละchọp nộp tiền mỏ đòi sang đây bộ bẹo bờ rọ bọc mài dương nấng miền ăn thần này ở vây còn mình tay chỉ tiền sáu rồi hốt vào đó bạch bòn ní phong đấy mình toán bọ prai chop sập group lại đầu tiên hai bờ hai chiếc bục bẹo bờ rọ bọc mài dưỡng trong này em pi ở vây mùi hơi bàn chỉ có đập chละchọp nộp tiền mỏ tục ở cồn chào chấm nón cái bàn khơi nâng bàn vui phòng đài hai tiền mỏ nộp nông prasat nông cô bà cháy mình men miền tại mùi tiền đầu tiên đại bàn đập chละđòi miền này chỉ trao đòi sơ xế chia pizza bà lây sang rồi rất cứ miền pi tiền tìm mũi sự thật nông nông bẹp hiệp tiền thống nơi chóm gần đa prasat tem đòn hơi nịp tiền tìm pí nông càng cao bẹp hiệp càng sẽ đam đầy hơi pi để nhom trô tao chấm cất thả tô cho bông phun nọc nia bàn tay pi để trô đọt nóng cứ thấm cua xóm đây bông phun nọc nia đối prasat co vọt trong tòa thả tô ti lia tô chiên prasat co vọt chẳng á ở lúc video đã bao nhiêu người ban trên trô mà đón tìm bình chọn và cuốnสำหรับการโจทย์ตามนั้นตัวสนาวิดีโอปิดช่องบ้านจนนกปรมเตียงเกี่ยวกับทีวีมีดาวมาได้จอบสมัครคนจะร้านส้มจะรีบรีจุกนี้ในวิดีโอกรอยบาสันจิบพวกไม้บอลโอนจ้องกับมองทวีสัญญาดำโบบอกว่ากินจ้องหรือกับแรงทอมเป็นประเภทไอ้ตำแหน่งตำน้องมาข้างอาชีพกรรมสัพกรรมจริงเป็นการจัดตั้งกรงตึกได้กรงโปซัดแคดโปซัดหนุพุ่มจมการที่ขังจึงขังกระไรสลองการแคดโปซัดแต่มาดองมันตรมใจปนองตะเทียบข้างอาชีพกรรมสัพกรรมจริงเป็นมีนต่ำนูกอตระกู้มันเอาอาติดจนคอบ่มรองเลยไอ้ตำแหน่งตำน้องตามเลยตรวจซับโซน8 ปรามุ้ย5 ปี6 ปี1 5 บุญเลยตรวจซับมือสายเทียบโซน90 ปี40 ปี70 ปรามุ้ย1 ปรามุ้ย50 บุญ